ចាងច័ន្ទតារាវតីចេញបកស្រាយបែបនេះក្រោយមានមហាជនជាច្រើនចោទសំណួរសួរទៅកាន់នាងចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះចាងច័ន្ទតារាវតីមកថ្ងៃនេះគឺដើម្បីបកស្រាយជាមួយនឹងសំណួររបស់បងប្អូនទាំងអស់គ្នាដែលគាត់ឆ្ងល់និងគាត់បានរិះគន់មកកាន់ខ្ញុំចាដែលវីដេអូមុនខ្ញុំបានជួបជាមួយនឹងបងស្រីរបស់លោកយាយរស់សេរីធាដែលគាត់មានឈ្មោះថាលោកយាយរស់សបឿនចាវីដេអូនោះគឺកំហុសខុសឆ្គងរបស់នាងខ្ញុំគឺគ្រាន់តែយំដោយសារចិត្តរំភើបមិននឹកស្មានថាបងប្អូនមានបងប្អូនមួយចំនួនគាត់វាយប្រហារថានាងខ្ញុំនឹងចាប់ជាតិអីចឹងតាំងខ្លួនឯងជារស់សេរីធាចាប់ជាតិដោយគាត់បោះពាក្យសម្ដីថាគាត់ទៅស្រុកខ្មែរអីទិញទូចាប់ជាតិអីចឹងណាលក្ខណៈថាចង់ថានាងខ្ញុំនឹងតាំងខ្លួនឯងជាលោកយាយចាប់ជាតិខ្ញុំឆ្ងល់ថាអ្នកផ្សេងគេតាំងខ្លួនជាច្រើនហេតុអីបានអ្នករងគ្រោះជានាងខ្ញុំវិញឬក៏ពេលបងប្អូនស្ដាប់ទៅគាត់មានអារម្មណ៍ថាខ្ញុំច្រៀងទៅអាចនឹងស្រដៀងអីលោកយាយអញ្ចឹងណាគាត់ក៏គិតថានាងខ្ញុំនឹងតាំងខ្លួនឯងជាលោកយាយអញ្ចឹងបានន័យថាឲ្យតែច្រៀងបាត់លោកយាយស្រដៀងលោកយាយដឹងតែថាខ្ញុំនឹងចាប់ជាតិអីមែនតាមពិតទៅខ្ញុំមិនដែលតាំងថាខ្ញុំនឹងជាលោកយាយចាប់ជាតិម្ដងណាទេតាំងពីឆ្នាំ2025ខ្ញុំបានបកស្រាយហើយថាខ្ញុំមិនមែនជាលោកយាយណាចាប់ជាតិហើយខ្ញុំក៏មិនខ្ញុំជាលោកយាយរស់សេរីធាឬក៏លោកយាយប៉ែនរ៉នណាមកចាប់ជាតិដែរគឺខ្ញុំជាខ្ញុំស្រឡាញ់លោកយាយនិងគោរពលោកយាយមានអារម្មណ៍ថាស្រឡាញ់ដូចជា idol កំពូល idol ស្រឡាញ់គាត់ខ្លាំងដល់ថ្នាក់ថាទៅលេងផ្ទះលោកយាយរស់សបឿនដែលគាត់ជាសាច់ញាតិដែលនៅរស់តែម្នាក់គាត់របស់លោកយាយរស់សេរីធាសាច់ញាតិបង្កើតតែម្នាក់គាត់របស់លោកយាយរស់សេរីធាខ្ញុំជា fan របស់លោកយាយរស់សេរីធា fan មិនមែន fan ធម្មតាគឺ fan យកតែមែនតែដល់ពេលអញ្ចឹងទៅបានជួបជាមួយបងស្រីរបស់លោកយាយមានអារម្មណ៍ថារំភើបព្រោះมันមានវាសនាបានជួបលោកយាយតែមានវាសនាបានជួបបងស្រីរបស់លោកយាយផ្ទាល់អញ្ចឹងអ្នកដែលធ្លាប់រំភើបដល់ថ្នាក់ស្រក់ទឹកភ្នែកបានគាត់យល់អារម្មណ៍មួយនឹងហើយក៏មិនមែនជាការសម្ដែងគឺជាការរំភើបមែនតែនហើយតកតងជាមួយនឹងសំណួរមួយទៀតដែលមានបងប្អូនជាច្រើនគាត់ថាខ្ញុំជាចៅលោកយាយខ្ញុំជាក្មួយលោកយាយអីលាក់អីជាជាប់សាច់ឈាមជាមួយលោកយាយគឺមិនមែនទេខ្ញុំជាក្មេងស្រីម្នាក់ដែលមិនជាប់សាច់ឈាមជាមួយនឹងតារាជើងចាស់ណាម្នាក់ទេត្រឹមតែជាក្មេងស្រីជនបទម្នាក់ដែលស្រឡាញ់មរតកដើមហើយចង់អភិរក្សនៅសម្លេងធម្មជាតិដែលនាងខ្ញុំមានហើយអញ្ចឹងខ្ញុំចង់អភិរក្សបទចម្រៀងទៅតាមធម្មជាតិដែលផ្ដល់ឲ្យនាងខ្ញុំគឺខ្ញុំអាចច្រៀងបទពីដើមបានអញ្ចឹងខ្ញុំអាចអភិរក្សបទពីដើមបានគឺខ្ញុំនឹងធ្វើវាប៉ុន្តែបងប្អូនមួយចំនួនគាត់និយាយបែបរិះគន់បំបាក់ទឹកចិត្តខ្ញុំចាហើយទាំងដែលខ្ញុំអាយុ15ឆ្នាំពាក្យសម្ដីខ្ញុំនិយាយតែងតែមានខុសឆ្គងប៉ុន្តែសូមបងប្អូនយល់អារម្មណ៍ខ្ញុំខ្លះផងចាព្រោះមនុស្សមិនអាចល្អគ្រប់ពេលមិនអាចល្អគ្រប់10បានទេហើយខ្ញុំក៏ជាក្មេង2010ដែរចាគឺត្រឹមតែអាយុ15ឆ្នាំទេមិនទាន់គ្រប់16ឆ្នាំឡើយទេចាហើយមួយទៀតជាមួយនឹងដែលគាត់និយាយថាខ្ញុំច្រៀងសំឡេងអីណាដូចស្មូតអីណានៃតកតងជាមួយនឹងការរិះគន់វាមានច្រើនប្រភេទណាលោកអ៊ំពូមិញទាំងអស់គ្នាការរិះគន់វាមានច្រើនប្រភេទខ្ញុំជាអ្នកចម្រៀងពីដើមខ្ញុំជាអ្នកចម្រៀងមរតកដើមខ្ញុំជាអ្នកអភិរក្សមរតកដើមខ្ញុំច្រៀងដើម្បីអភិរក្សគាត់និយាយថាក្មួយច្រៀងបាត់គេអញ្ចឹងប្រម៉ូទឲ្យម្ចាស់ដើមគេទេក្មួយឯងអត់ល្បីទេខ្ញុំយល់ថាអ៊ំចង់ឲ្យក្មួយល្បីប៉ុន្តែនរណាគេក៏ចង់ល្បីដែរគ្រាន់តែថាมันខុសទោះទេដែលឲ្យលោកយាយល្បីព្រោះក្មេងសម័យនេះភាគច្រើនគឺមិនសូវជាមានក្មេងណាដែលស្គាល់លោកយាយទេអាចសួរសាសាឡាបានចាគឺមានភាគតិចណាស់ដែលស្គាល់លោកយាយលោកតាយ៉ាងអន់ណាស់ស្គាល់លោកតាសិនស៊ីសមុទ្រអ្នកខ្លះអត់ស្គាល់ផងចាចំណែកឯនាងខ្ញុំធ្វើប៉ុណ្ណឹងហើយហេតុអីបានបងប្អូនរិះគន់ខ្ញុំដល់ថ្នាក់
ថាខ្ញុំច្រៀងដូចស្មូតអីណានៃអាហ្នឹងជាពាក្យប្រអាប់គឺមិនមែនជាពាក្យស្ថាបនាទេសម្រាប់នាងខ្ញុំឬក៏បងប្អូនចង់ឲ្យនាងខ្ញុំបោះបង់វិស័យអភិរក្សមរតកដើមហើយចង់ឲ្យសង្គមមួយនេះមានតែការលេងអ្វីដែលបែបយុវវ័យភាគច្រើនគាត់លេងឬក៏ចង់ឲ្យខ្ញុំបញ្ឈប់សកម្មភាពបែបហ្នឹងអញ្ចឹងសូមចាត់ថាពុកម៉ែបងប្អូនទាំងអស់គ្នាអាណិតយកយល់ដល់នាងខ្ញុំផងចាស់ព្រោះខំប្រឹងរាល់ថ្ងៃហ្នឹងគឺរៀនផងច្រៀងផងហើយការច្រៀងចម្រៀងមិនមែនគ្រប់បទទាំងអស់សុទ្ធតែខ្ញុំស្រឡាញ់ទាំងអស់ទេគឺមានបទខ្លះដែលខ្ញុំព្យាយាមរៀនទាំងដែលខ្ញុំគាត់ថាបទនេះគឺខ្ញុំអត់ចាប់អារម្មណ៍ចាអញ្ចឹងដឹងហើយថាបទដែលយើងអត់ចាប់អារម្មណ៍ជាមួយនឹងបទដែលយើងគ្រាន់តែឮភ្លាមចាប់អារម្មណ៍ភ្លាមថាតើយើងមានចំណាប់អារម្មណ៍បែបណាក្នុងការរៀនមានទាំងការរៀនដោយ stress ហើយក៏មានទាំងការរៀនដោយពេញចិត្តចាអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាសូមចិត្តមេត្តាដល់នាងខ្ញុំផងចាព្រោះខ្ញុំធ្វើទាំងអស់នេះគឺដើម្បីតែអភិរក្សបើសិនជាបងប្អូនទាំងអស់គ្នាមិនពេញចិត្តនឹងអភិរក្សដូចខ្ញុំទេក៏អូសរំលងចោះហើយក៏សូមអធិស្ឋានសូមទោសដល់ពុកម៉ែបងប្អូនអង្គពូមិញទាំងអស់គ្នាដែលនាងខ្ញុំនិយាយអំបញ្ញមិញនេះមកតែមានពាក្យខ្លះលើសលួសប៉ុន្តែសូមចិត្តបងប្អូនទាំងអស់គ្នាព្រោះវាមានអារម្មណ៍ថាតឹងទ្រូងណាស់ដែលយើងព្យាយាមអភិរក្សយើងព្យាយាមធ្វើល្អបើខ្ញុំទៅរួមសិក្សាអាចនិយាយបានថាវាជារឿងធម្មតាទេព្រោះសម័យកាលនេះគ្រាន់តែថាបើខ្ញុំទៅធ្វើបែបហ្នឹងខ្ញុំបែបថាស្លៀកពាក់មិនសមរម្យប្រើភាសាមិនសមរម្យឬក៏រំបត់អីដែលមិនសមរម្យខ្លាំងអាហ្នឹងបើសិនជារិះគន់ខ្ញុំទទួលយកប៉ុន្តែនេះខ្ញុំច្រៀងបទពីដើមធម្មតាខ្ញុំច្រៀងប្រម៉ូទពីលោកយាយហើយខ្ញុំក៏មិនមែនច្រៀងតែបទលោកយាយរស់សេរីសធាដែរខ្ញុំច្រៀងគ្រប់អ្នកចម្រៀងទាំងអស់ហើយខ្ញុំក៏ចូលចិត្តក្នុងការប្រម៉ូទនិងពេញចិត្តគឺមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនទេដូចខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតចឹងថាមនុស្សណាក៏ចង់ល្បីដែរប៉ុន្តែការល្បីនេះវាមានច្រើនប្រភេទគឺខ្ញុំចង់ឲ្យមរតកដើមរស់ឡើងមកវិញអារម្មណ៍ខ្ញុំផ្ទាល់ចាអញ្ចឹងសូមចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាមាននរណាគេឬក៏មានក្មេងៗណាដែលគាត់ច្រៀងបទពីដើមឬក៏គាត់ជួយអភិរក្សនៅអ្វីដែលចាស់ចាស់ពីដើមគាត់បានបន្សល់ទុកឲ្យសូមចិត្តថាជួយលើកទឹកចិត្តចុះមិនកុំជន់ពន្លិចព្រោះនាងខ្ញុំផ្ទាល់គឺមានអារម្មណ៍ថាមួយរយៈនេះបាក់ទឹកចិត្តខ្លាំងជាមួយនឹងសម្ដីរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាគាត់តែងតែនិយាយថាកុំខ្វល់ពីពាក្យសម្ដីអ្នកដទៃប៉ុន្តែកាលណាវាមានច្រើនពេកក៏ខ្ញុំអត់មានចំណាប់អារម្មណ៍ឬក៏ទឹកចិត្តអីក្នុងការធ្វើបន្តទៅមុខទៀតដែរចាព្រោះមានការរិះគន់ច្រើនពេកចាគឺមិនមែនតែត្រឹម TikTok ទេក៏មាននៅត្រឹមខ្លាំងជាងគេគឺ Facebook និង YouTube គឺគេរិះគន់ខ្ញុំច្រើនមែនតើចាអញ្ចឹងឥឡូវហ្នឹងខ្ញុំបានបកស្រាយហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ពីខ្ញុំចាអរគុណសូមជម្រាបលា